Ba luôn nên chỉ tì mệt đấy là nick chấm màu chạy bịa muối đài khang phiệt khí khang phiệt khí Thái nó cứ bàn hàm khmái mình ao pra bịa tha liên biển bà mình ao pra bịa tha Thái liên biển khmái nè ai bịa English tha Thailand invades Cambodia và nó cứ chỉ bịa đài dương trâu pra đài khmái dương trâu pra bị pro Thái ban liên biển Campuchia bấtประกอบ mền bà bấtประกอบ mền đối chứ này ở miền ở vậy đại hàm dương mình ao pra bịa thá Thái liên biển thì bà vì ở miền pra bịa ấy sinh bán á bà Thái màu vay lục màu vi pra ha tầm lệ crop tầm bánh pra ha giang khô khư ạ mình sẽ thoa một lơ con tuộc Campuchia một lơ từ đây Campuchia một lơ Prasat Boran đấy rồi bỏ Campuchia Prasat tăng rùm tăng pi Prasat đại miền chua nơi nông sầm bát bị tệ của phòn bị phộc lốc đôi chia Prasat bởi vì khi ấy chuyện làm nó có Thai bàn về Praha dạng đầm nòng thôn thô bụng phật và mình khai cho bắp anh ta đã chia ở vậy tiếng anh nó cứ hao thả bệnh hao thả liên biến rồi có hao thả chia sòng kriêm ở vùng đại và sòng kriêm vùng đại cứ anh ai màu cướp cốngនៅតាមតំបន់ដែលខ្លួនវាយប្រហារបាននោះទេបាទនេះគឺវាយយកផែនដីវាយយកទីតាំងគ្រប់គ្រងនឹងតែម្ដងអាហ្នឹងស្មើនឹងឈ្លានពានហើយបងប្អូនណាបាទប្រើពាក្យផ្សេងអត់បានត្រូវតែប្រើឈ្លានពានហ្នឹងបានត្រឹមត្រូវទៅតាមស្ថានភាពដែលថៃធ្វើសកម្មភាពវាយប្រហារមកលើប្រទេសកម្ពុជាអាហ្នឹងគឺជារឿងពិតណាបងប្អូនណាបាទมันអាចប្រកែកបានទេបាទពីព្រោះថៃមានមហិច្ឆតាមានគំនិតឈ្លានពានមកលើប្រទេសកម្ពុជានេះមិនមែនទើបតែឆ្នាំ2025នេះទេបាទរាប់រយឆ្នាំមកហើយដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាបាទដូច្នេះមកដល់សម័យ digital សម័យបច្ចេកវិទ្យាទំនើបហ្នឹងទៀតក៏នៅតែថៃធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជាដដែលឃើញទេដូច្នេះខ្មែរយើងទូទាំងពិភពលោកគឺមានតែប្រើពាក្យថាថៃឈ្លានពានកម្ពុជាថៃឈ្លានពានខ្មែរនេះឯងបាទថៃ invades Cambodia បាទ invades Cambodia ហ្នឹងគឺថៃឈ្លានពានកម្ពុជាពិតប្រាកដបើសិនជាថៃឬក៏ភាគីថៃចង់ឲ្យប្រទេសកម្ពុជាចង់ឲ្យប្រជាជនកម្ពុជាដកពាក្យថាឈ្លានពានខ្មែរឬក៏ដកពាក្យថាថៃឈ្លានពានខ្មែរឬក៏ថៃឈ្លានពានកម្ពុជាថៃខ្លួនឯងត្រូវតែដកទ័ពចេញបាទដកអាវុធយុទ្ធភ័ណ្ឌចេញពីទីតាំងដែលខ្លួនកាន់កាប់នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាចេញទើបកម្ពុជាឈប់ប្រើពាក្យថាថៃឈ្លានពានកម្ពុជាឬក៏ទើបប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសឈប់ប្រើពាក្យថាថៃឈ្លានពានកម្ពុជាបើសិនណាថៃនៅតែគ្រប់គ្រងនៅតាមតំបន់ដែលខ្លួនបានកាន់កាប់បំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់វត្តអារាមសាលារៀននិងបំផ្លិចបំផ្លាញនៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរហូតដល់អាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ទៀតនោះអាហ្នឹងយើងនៅតែប្រើពាក្យថាថៃឈ្លានពានខ្មែរថៃធ្វើបាបខ្មែរថៃធ្វើបាបប្រជាជនកម្ពុជាដែលជាមនុស្សជាតិចិត្តខាងខ្លួនហ្នឹងបាទដូច្នេះថៃត្រូវតែដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាណាបាទហើយធ្វើការចរចាឬក៏ចូលតុចរចាព្រមព្រៀងទៅតាមសន្ធិសញ្ញាបារាំងសៀមឬក៏ធ្វើការចរចាទៅតាមសន្ធិសញ្ញាណាមួយដែលព្រមព្រៀងទាំងសងខាងណាហើយឯកភាពគ្នារកសុខសន្តិភាពទាំងសងខាងទើបយើងប្រើពាក្យថាថៃមិនបានឈ្លានពានខ្មែរតទៅទៀតបើសិនជានៅតែគ្រប់គ្រងនៅទីតាំងគ្រប់ទីតាំងទាំងអស់ដែលខ្លួនបានវាយប្រហារយ៉ាងខុសខើកន្លងទៅនេះហើយចង់បញ្ឈប់ឲ្យយើងឈប់ប្រើពាក្យថាថៃឈ្លានពានគឺមិនអាចទៅរួចទេបាទពីព្រោះថៃនៅតែគ្រប់គ្រងនៅតំបន់ដែលខ្លួនបានវាយកាន់កាប់នឹងដូច្នេះថៃនៅតែមានបំណងឬក៏មហិច្ឆតាឈ្លានពានកម្ពុជាដដែលបាទដូច្នេះយើងខ្ញុំជាប្រជាពលរដ្ឋក៏នៅតែមានសិទ្ធិប្រើពាក្យថា Thailand invades Cambodia ដដែលបាទឬក៏ថៃឈ្លានពានខ្មែរដដែលឃើញទេបាទអរគុណបងប្អូន